សាធុវោព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងអស់លោកអ្នកសាទសពបរោះទាំងឡាយសូមអនុមោទនាស្ដាប់នៅព្រះបណ្ដាំព្រះពុទ្ធចុងក្រោយរបស់ព្រះសមណគោតមបរមគ្រូជាម្ចាស់ធម្មទានជាសម្លេងដោយខ្ញុំព្រះករុណាអាត្មាភាពភីខោធម្មវិជ្ជតោបតុងជាលោកគ្រូចៅអធិការវត្តថ្មអណ្ដែតដែលឋានឧបភូមិជាបកភ្លោះឃុំភ្នំបាទស្រុកវិញ្ញាលឺខេត្តកណ្ដាលសូមព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងអស់លោកអ្នកសាទសពបរោះទាំងឡាយស្ដាប់ដោយសេចក្តីជ្រះថ្លាដូចតទៅលោកព្រះពុទ្ធនិងភិក្ខុសង្ឃទាំងឡាយបានចូលទៅដល់ព្រៃសាលវ័នរបស់ពួកម៉ាលក្សត្រហើយព្រះពុទ្ធទ្រង់ត្រាស់នឹងព្រះអនន្តថាមនាលអនន្តអ្នកចូលរៀបចំគ្រែឲ្យមានក្បាលដំណេកបែរទៅកាន់ទីខាងជើងទៅរកភ្នំកេជកោฏក្នុងចន្លោះដើមសាលព្រឹកមួយគូនេះឲ្យតថាគតដោយឆាប់មកតថាគតមានកាយលហិតឡៃខ្លាំងណាស់តថាគតនឹងសឹងព្រះអនន្តទទួលព្រះបន្ទូលនៃព្រះដ៏មានព្រះភិក្ខថាព្រះករុណាព្រះអង្គរួចហើយក៏រៀបចំគ្រែថ្វាយព្រះពុទ្ធទ្រង់មានព្រះសតិសម្បញ្ញៈទ្រង់សម្រេចសីហសយាផ្អៀងទៅខាងស្ដាំទ្រង់យកព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំនិងយកប្រកេះទៅកាន់ទីខាងជើងភិក្ខុសង្ឃទាំងឡាយនាំគ្នាអង្គុយព័ទ្ធជុំវិញព្រះអង្គនិងគិតពិចារណាក្នុងចិត្តថាព្រះមានព្រះភិក្ខប្រកបជានឹងបរិនិព្វានក្នុងរាត្រីនេះនិងនៅក្នុងទីនេះពុំខានឡើយព្រះមានព្រះភិក្ខទ្រង់តសម្លឹងមើលដើមសាលព្រឹករួចទ្រង់ត្រាស់នឹងព្រះអនន្តថាមនាលអនន្តអ្នកមើលនោះមិនតាន់ដល់រដូវផ្ការីកផងអតាលៈបុផាសាលព្រឹកទាំងគូមានផ្ការីកស្គូស្គាយតាំងអំពីគុលរហូតដល់ចុងរយរាយបាញ់សាច់មកលើសរីរៈតថាគតដើម្បីបូជាតថាគតសូម្បីតែផ្កាមន្ទារវៈនិងលំអិតក្លឹមច័ន្ទជាទឹកក៏ធ្លាក់ចុះអំពីអាកាសរយរាយបាញ់សាច់លើសរីរៈតថាគតដើម្បីបូជាដែរសាលវ័ននេះពិតជាល្អត្រកាលនិងគួរជាទីរីករាយណាស់ទាំងដូរតន្ត្រីទាំងចម្រៀងជាទឹកក៏លាន់ឮឯអាកាសដើម្បីបូជាតថាគតមនាលអនន្តតថាគតមិនបានឈ្មោះថាជាអ្នកដែលបរិស័ទធ្វើសក្ការៈក្តីគោរពក្តីរាប់អានក្តីបូជាក្តីនិងកោតក្រែងក្តីដោយហេតុមានប្រមាណប៉ុណ្ណេះឡើយមនាលអនន្តបុគ្គលណាមួយទោះជាភិក្ខុក្តីភិក្ខុនីក្តីឧបាសកក្តីឧបាសិកាក្តីជាអ្នកបរិនិប័តនៅធម៌សមគួរដល់ធម៌បរិនិប័តធម៌ដោយសេចក្តីកោតក្រែងប្រព្រឹត្តតាមធម៌បុគ្គលនោះឈ្មោះថាជាអ្នកធ្វើសក្ការៈបានដោយគោរពរាប់អាននិងបានបូជាដល់តថាគតជាគ្រឿងបូជាដ៏ឧត្តមហើយមនាលអនន្តព្រោះហេតុនោះបរិស័ទក្នុងសាសនានេះក៏បីសិក្សាថាយើងទាំងឡាយនឹងប្រណិប័តនៅធម៌សមគួរដល់ធម៌ប្រណិប័តដោយសេចក្តីកោតក្រែងប្រព្រឹត្តតាមធម៌មនាលអនន្តអ្នកទាំងឡាយក៏បីសិក្សាយ៉ាងនេះឯងក្នុងគ្រានោះមានភិក្ខុមួយអង្គនាមឧបវណ្ណៈស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះដ៏មានព្រះភិក្ខកំពុងបក់ថ្វាយព្រះអង្គព្រះពុទ្ធទ្រង់បណ្ដេញឧបវណ្ណៈភិក្ខុថាមនាលភិក្ខុអ្នកចូលជៀសចេញអ្នកកុំស្ថិតនៅខាងមុខតថាគតឡើយកាលបានឃើញហេតុដូច្នេះព្រះអនន្តក៏មានសេចក្តីត្រេះរិះដូច្នេះថាឧបវណ្ណៈភិក្ខុនេះជាឧបថាធ្លាប់នៅចិត្តនិងដើរតាមព្រះដ៏មានព្រះភិក្ខជាយូរណាស់មកហើយមិនដេចឡើយបច្ចមកាលការជាខាងក្រោយនេះព្រះមានព្រះភិក្ខទ្រង់បណ្ដេញឧបវណ្ណៈយ៉ាងដូចនេះទៅវិញតើមានហេតុដូចម្ដេចមានបច្ច័យដូចម្ដេចបានជាព្រះអង្គធ្វើដូច្នេះព្រះអនន្តបង្គំទូលព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនឧបវណ្ណៈជាឧបថានៅចិត្តនិងដើរតាមព្រះអង្គជាយូរណាស់មកហើយតើមានហេតុដូចម្ដេចមានបច្ច័យដូចម្ដេចបានជាព្រះអង្គបណ្ដេញឧបវណ្ណៈភិក្ខុឲ្យជាចេញកុំឲ្យស្ថិតនៅខាងមុខព្រះភ័ក្ត្រព្រះអង្គដូច្នេះព្រះពុទ្ធទ្រង់ត្រាស់នឹងព្រះអនន្តថាមនាលអនន្តទេវតាក្នុងលោកធាតុទាំង10ប្រជុំគ្នាដើម្បីមកមើលតថាគតក្នុងព្រៃសាលវ័នដែលមានទំហំ12យោជន៍នេះពួកទេវតាពោលទោសថាពួកយើងមកអំពីចម្ងាយដើម្បីឃើញព្រះមានព្រះភិក្ខ
ជាព្រះអរហន្តសម្មាសម្ពុទ្ធកើតឡើងក្នុងលោកម្ដងក្នុងបច្ឆមយាមនៃរាត្រីនេះបរិនិព្វានរបស់ព្រះដ៏មានព្រះភិក្ខនឹងមានភិក្ខុមានស័ក្តិធំឧបវណ្ណៈភិក្ខុនេះមកឈររាំងនៅចំពោះព្រះភ័ក្ត្រព្រះមានព្រះភិក្ខពួកយើងមើលព្រះអង្គមិនឃើញឡើយព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលពីដើមពេលចេញវស្សាម្ដងភិក្ខុក្នុងទិសទាំងឡាយតែងចូលមកគាល់ព្រះមានព្រះភិក្ខយើងខ្ញុំព្រះអង្គតែងមកជួបនឹងចូលទៅអង្គុយចិត្តពួកភិក្ខុចម្រើនដោយចិត្តដ៏ចម្រើននោះដែរលុះអំណះឥតពីព្រះមានព្រះភិក្ខទៅយើងខ្ញុំព្រះអង្គនឹងលែងបានជួបនឹងចូលទៅអង្គុយចិត្តពួកភិក្ខុទាំងឡាយនោះទៀតហើយព្រះមានព្រះភិក្ខទ្រង់ត្រាស់សួរថាមនាលអានន្ទសង្វេជនដ្ឋានគួរជាទីកើតសេចក្តីសង្វេគដែលកុលបុត្រជាអ្នកមានសទ្ធាគួរឃើញមាន4យ៉ាងគឺ 1. កន្លែងដែលតថាគតបានប្រសូត 2. កន្លែងដែលតថាគតបានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ 3. កន្លែងដែលតថាគតបានសម្ដែងនៅអនុត្តរធម្មចក្រ 4. កន្លែងដែលតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វាននិធានមនាលអានន្ទប្រសិនបើពួកភិក្ខុក្តីពួកភិក្ខុនីក្តីពួកឧបាសកក្តីពួកឧបាសិកាក្តីជាអ្នកមានសទ្ធាបានមកឃើញនឹងបូជាដល់សង្វេជនដ្ឋានទាំង4កន្លែងនេះលុះដល់ពេលធ្វើមរណកាលទៅពួកជនទាំងនោះនឹងបានដល់នៅមនុស្សសុគតិនិងឋានសួគ៌ពុំខានឡើយព្រះអានន្ទបង្គំទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះខ្ញុំព្រះអង្គទាំងឡាយត្រូវប្រណិប័តចំពោះមេត្តក្រិមគឺស្ត្រីភេទដោយយ៉ាងដូចម្តេចដែរព្រះពុទ្ធទ្រង់ត្រាស់ថាអ្នកកុំមើលមិនគួរត្រូវមើលទៅកាន់ស្ត្រីចំទេព្រះអានន្ទក្រាបទូលបន្តថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះបើមើលជ្រុលហើយគប្បីប្រណិប័តដោយម្តេចដែរព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទបើក្នុងករណីដែលត្រូវមើលចំពុំរួចអ្នកអាចមើលដោយសមទំនងក្នុងភាពស្រគត់ស្រគំប៉ុន្តែអ្នកត្រូវកុំនិយាយរកព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះបើនិយាយជ្រុលទៅហើយតើគប្បីប្រណិប័តដោយម្តេចដែរព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទបើត្រូវការនិយាយរកជាចេញពុំរួចទេក៏អ្នកអាចនិយាយបានប៉ុន្តែត្រូវតាំងសតិឲ្យមាំនិងប្រើពាក្យសម្ដីថ្លៃថ្នូរជាពិសេសភិក្ខុក៏បីដាក់ខ្លួនឲ្យដូចជាអធិរាជអញ្ចឹងព្រះអានន្ទក្រាបទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនតែខ្ញុំព្រះអង្គទាំងឡាយត្រូវប្រណិប័តក្នុងសរីរៈនៃព្រះដ៏មានព្រះភិក្ខយ៉ាងដូចម្តេចព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទអ្នកទាំងឡាយចូលខំព្យាយាមក្នុងប្រយោជន៍របស់ខ្លួនចោះសម្ដៅយកអរហត្តផលចូលក្មេងគ្មានសង្វាតក្នុងប្រយោជន៍របស់ខ្លួនចោះកុំប្រមាថក្នុងប្រយោជន៍របស់ខ្លួនចូលមានព្យាយាមមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានចោះមនាលអានន្ទគង់តែមានខតិយៈបណ្ឌិតក្តីព្រាហ្មណ៍បណ្ឌិតក្តីគេហបតីក្តីជ្រះថ្លាក្នុងតថាគតគេនឹងធ្វើការបូជាដល់សរីរៈតថាគតមិនខានព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនតើជនទាំងនោះប្រណិប័តក្នុងសរីរៈនៃស្ដេចចក្រពត្តិរាជយ៉ាងដូចម្តេចដែរព្រះអង្គព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទជនទាំងឡាយរុំសរីរៈស្ដេចចក្រពត្តិរាជដោយសម្ពុទ្ធថ្មីលុះរុំដោយសម្ពុទ្ធថ្មីហើយទើបរុំដោយសម្លៃលុះរុំដោយសម្លៃហើយទើបរុំដោយសម្ពុទ្ធថ្មីថែមទៀតរុំដោយសម្ពុទ្ធ500គូទើបយកទៅតម្កល់ក្នុងមឈូសមាសឡោតខាងក្នុងដែលដាក់ប្រេងនិងប្រកបដោយមឈូសមាសមួយផ្សេងទៀតក្របភ្លៀសឬមឈូសក្រៅយកទៅតម្កល់លើជើងថ្ករួចថ្វាយព្រះភ្លើងសរីរៈនោះដោយគ្រឿងក្រអូបគ្រប់យ៉ាងគេតែងធ្វើស្ដូកនៃស្ដេចចក្រពត្តិរាជនៅក្នុងផ្លូវធំបែងជា4មនាលអានន្ទជនទាំងឡាយប្រព្រឹត្តសរីរៈស្ដេចចក្រពត្តិយ៉ាងណាជនទាំងនោះក៏បីប្រណិប័តក្នុងសរីរៈតថាគតក៏បីធ្វើសធោបរបស់តថាគតក្នុងផ្លូវបែងជា4ដូចចោះជនទាំងឡាយណាលើកឡើងនៅកម្រងផ្កាគ្រឿងក្រអូបគ្រឿងលម្អិតនិងថ្វាយបង្គំធ្វើចិត្តឲ្យជ្រះថ្លាក្នុងការបូជានោះជនទាំងនោះ
នឹងនាំមកនៅប្រយោជន៍និងសេចក្តីសុខអស់កលជាយូរអង្វែងមនាលអានន្ទថោបរហបុគ្គលគួរដល់ស្ដោបមាន4ពួកគឺ 1. ព្រះអរហន្តសម្មាសម្ពុទ្ធ 2. ព្រះបច្ចេកពុទ្ធ 3. សាវករបស់ព្រះអរហន្តសម្មាសម្ពុទ្ធ 4. ស្ដេចចក្រពត្តិរាជមនាលអានន្ទជនទាំងឡាយណាធ្វើចិត្តជ្រះថ្លាសម្គាល់ថានេះជាស្ដោបរបស់ព្រះអរហន្តសម្មាសម្ពុទ្ធរបស់ព្រះបច្ចេកពុទ្ធរបស់សាវកនៃព្រះអរហន្តសម្មាសម្ពុទ្ធនិងរបស់ស្ដេចចក្រពត្តិរាជជនទាំងនោះលុះតែបែកធ្លាយរាងកាយស្លាប់ទៅរមែងចូលទៅកាន់លោកគឺសុគតិឬឋានសួគ៌គ្រានោះព្រះអានន្ទចូលទៅកាន់វិហារក៏តោងនៅឈើដែលមានសន្តានដូចជាក្បាលស្វាគឺត្រដោកទ្វារឈរយំរៀបរាប់ដោយប្រការផ្សេងមួយសន្ទុះក្រោយមកទើបព្រះពុទ្ធទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអានន្ទទៅណាបាត់ហើយពួកភិក្ខុក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំព្រះអង្គបានឃើញព្រះអានន្ទទៅកាន់រោងសម្រាប់សម្រាកកាយកំពុងតែឈរយំតោងត្រដោកទ្វារយំរៀបរាប់ឯណោះថាអោអាត្មាអញនៅជាសិក្ខាបុគ្គលជាអ្នកមិនទាន់បានសម្រេចពន្លឺត្រាស់ដឹងនៅឡើយមានកិច្ចគួរធ្វើតទៅទៀតនៅឡើយឥឡូវនេះព្រះសាស្តាដែលជាអ្នកអនុគ្រោះដល់អាត្មាអញទ្រង់បរិនិព្វានចោលអញតើមាននរណាអាចគិតគូរដល់អាត្មាអញច្រើនជាងព្រះសាស្តារបស់អញទៀតព្រះអានន្ទគិតថាអាត្មាអញបានសម្រេចត្រឹមតែសោតាបតិផលអាត្មាអញត្រូវការសិក្សាធម៌វែងឆ្ងាយតទៅមុខទៀតប៉ុន្តែមិនដឹងជាដោះស្រាយយ៉ាងដូចម្ដេចទើបព្រះពុទ្ធទ្រង់បរិនិព្វានបាត់ទៅយ៉ាងនេះព្រះសមណគោតមទ្រង់ត្រាស់ប្រើភិក្ខុមួយអង្គឲ្យទៅហៅព្រះអានន្ទលុះព្រះអានន្ទចូលទៅអង្គុយក្នុងទីចិត្តដ៏សមគួរហើយព្រះពុទ្ធទ្រង់ត្រាស់លួងលោមថាមនាលអានន្ទណាស់ហើយអ្នកកុំបីសោយសោកឬខ្សឹបខ្សួលឡើយតថាគតបានប្រាប់អ្នកជាច្រើនដងរួចមកហើយថាសេចក្តីប្រក់ប្រាស់វិនិច្ឆ័យប្រែប្រួលចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ជាទីគាំចិត្តនោះតែងតែមានជាធម្មតាព្រោះហេតុនោះបុគ្គលបាននៅសេចក្តីមិនប្រក់ប្រាស់ក្នុងខន្តប្រវត្តិនេះមកអំពីណាធម្មជាតិណាដែលកើតហើយដែលមានហើយដែលបច្ច័យតាក់តែងហើយមានសេចក្តីទ្រុឌទ្រោមទៅជាធម្មតាធម្មជាតិនោះបុគ្គលនឹងខ្វល់ថាកុំទ្រុឌទ្រោមទៅដូច្នេះមិនមានឡើយមនាលអានន្ទខ្លួនអ្នកបានបម្រើតថាគតជាយូរអង្វែងមកហើយដោយកាយកម្មដោយវិច័យកម្មនិងដោយមនោកម្មប្រកបដោយសេចក្តីមេត្តានាំមកនៅប្រយោជន៍និងសេចក្តីសុខមិនមានចំណែកពីរគឺឥតបម្រើតែក្នុងចំពោះមុខនិងឥតបម្រើតែក្នុងកំបាំងមុខជាកម្មប្រមាណមិនបានគ្មានឧបថាណាបម្រើតថាគតល្អលើសអានន្ទឡើយមានឧបថាខ្លះធ្លាប់ធ្វើឲ្យជ្រុះស្បង់ឬបាតរបស់តថាគតតែចំពោះអានន្ទសូម្បីតែមួយដងក៏គ្មានដែរមនាលអានន្ទខ្លួនអ្នកជាបុគ្គលបានធ្វើបុណ្យទុកហើយចូលព្យាយាមធ្វើឲ្យរឿយចោះអ្នកនឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់ទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយព្រះដ៏មានព្រះភិក្ខទាំងឡាយណាជាអរហន្តសម្មាសម្ពុទ្ធដែលមានក្នុងអតីតកាលក្តីនិងមានក្នុងអនាគតកាលក្តីពួកភិក្ខុជាឧបថៈរបស់ព្រះមានព្រះភិក្ខអង្គនោះក៏មានកំណត់ដូចជាអានន្ទរបស់តថាគតដូច្នេះដែរមនាលភិក្ខុទាំងឡាយអានន្ទជាបណ្ឌិតតែងដឹងយ៉ាងដូចនេះថាការនេះជាការគួរនឹងចូលទៅគាល់តថាគតការនេះជាការគួររបស់ពួកភិក្ខុការនេះជាការគួររបស់ពួកភិក្ខុនីការនេះជាការគួររបស់ពួកឧបាសកការនេះជាការគួររបស់ពួកឧបាសិកាការនេះជាការគួររបស់ព្រះរាជានិងរាជអាមាត្យការនេះជាការគួររបស់ពួកទេរថីការនេះជាការគួររបស់ពួកសាវកទេរថីមនាលភិក្ខុទាំងឡាយអានន្ទមានអច្ឆរិយភូតធម៌ជាធម៌ដ៏ចម្លែកអស្ចារ្យនៅក្នុងខ្លួនបើភិក្ខុបរិស័ទមួយភិក្ខុនីបរិស័ទមួយឧបាសកបរិស័ទមួយ
និងឧបាសិកាបរិស័ទមួយចូលទៅជួបនឹងព្រះអានន្ទគួររមែងបានសេចក្តីត្រេកអរដោយការបានជួបទទួលរាក់ទាក់និងការស្ដាប់នៅភិសិទ្ធទាំងឡាយរបស់ព្រះថេរៈឯឆរិយភូតធម៌4របស់ស្ដេចចក្រពត្តិចំពោះខាតិយៈបរិស័ទព្រាហ្មណ៍បរិស័ទកេហបតីបរិស័ទនិងសមណបរិស័ទយ៉ាងណាអច្ឆរិយភូតធម៌4របស់ព្រះអានន្ទចំពោះភិក្ខុបរិស័ទភិក្ខុនីបរិស័ទឧបាសកបរិស័ទនិងឧបាសិកាបរិស័ទក៏យ៉ាងនោះដែរមនាលភិក្ខុទាំងឡាយតថាគតមានជំនឿថាទោះក្នុងអតីតកាលក្តីទោះអនាគតកាលក្តីគ្មានព្រះពោធិសត្វណាអាចមានទេពកោសល្យស្មើនឹងអានន្ទឡើយព្រះដ៏មានព្រះភិក្ខទ្រង់បែរព្រះភ័ក្ត្រមករកព្រះអានន្ទហើយទ្រង់ត្រាថាមនាលអានន្ទគុណសម្បត្តិរបស់អ្នកប្រពៃថ្លៃថ្លាណាស់អ្នកអាចបន្តទៅមុខបានវែងឆ្ងាយទៀតបើអ្នកខំប្រឹងតែបន្តិចទៀតអ្នកពិតជាបានឈ្នះលើសេចក្តីកើតនិងស្លាប់អ្នកអាចសម្រេចការត្រាស់ដឹងនិងពុះពៀក្របសេចក្តីទុក្ខព្រួយបានតថាគតដឹងថារឿងប៉ុណ្ណឹងអ្នកពិតជាអាចធ្វើបាននឹងនេះហើយជាអ្នកដែលអ្នកធ្វើឲ្យតថាគតសប្បាយចិត្តនៅក្នុងទីបញ្ចប់នេះព្រះអានន្ទលើកព្រះហស្ថជូតទឹកភ្នែកហើយក្រាបបង្គំទូលវិញថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខកុំបរិនិព្វានក្នុងនគរកុសិនារាជានគរតូចជានគរទូលជាសាខានគរនេះឡើយបបិទ្ធព្រះអង្គដ៏ចម្រើនមានមហានគរដទៃជាច្រើនដូចជានគរចម្ប៉ារាជក្រឹសសាវត្ថីសាកេតកៅសំពីឬពេរិណសីជាដើមសូមព្រះដ៏មានព្រះភិក្ខទ្រង់បរិនិព្វានក្នុងនគរទាំងនោះវិញទៅដើម្បីបាននៅខតិយៈមហាសាលដែលមានចំនួនទ្រព្យ100ឬ1000កោដឡើងទៅព្រាហ្មណ៍មហាសាលព្រាហ្មណ៍ដែលមានទ្រព្យសម្បត្តិចំនួន80កោដឡើងទៅកេហបតីមហាសាលកេហបតីដែលមានទ្រព្យ40កោដឡើងទៅជាច្រើនដែលជាអ្នកមានសេចក្តីជ្រះថ្លាចំពោះព្រះដែលមានព្រះភិក្ខគេនឹងធ្វើការបូជាព្រះសរីរៈព្រះមានព្រះភិក្ខផងព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទអ្នកកុំនិយាយយ៉ាងនេះឡើយកាលពីដើមមានព្រះចក្រពន្ធិរាជព្រះនាមមហាសុទស្សនៈជាធម្មរាជទ្រង់ធរជាឥស្សរៈលើផែនដីមានសមុទ្រទាំង4ជាទីបំផុតមានជនបទមាំមួនប្រកបដោយរតនៈ7ប្រការមនាលអានន្ទក្រុងកុសិនារានេះជាអតីតរាជធានីដ៏រុងរឿងមួយឈ្មោះកុសាវតីរបស់ព្រះបាទសទ្ធោទនៈដែរមានបណ្ដោយ12យោជន៍អំពីទិសខាងកើតទិសខាងលិចមានទទឹង7យោជន៍អំពីទិសខាងជើងទិសខាងត្បូងមនាលអានន្ទកុសាវតីជារាជធានីជាទីក្រុងស្ដុកស្ដម្ភសម្បូរពោពាសដោយទំនិញមានជនជាច្រើនមានមនុស្សដេដាស់ទាំងសម្បូរដោយបរិខាភិក្ខាមនាលអានន្ទរាជធានីរបស់ពួកទេវតាឈ្មោះអលភូមន្ទាក៏ជារាជធានីស្ដុកស្ដម្ភសម្បូរពោពាសដោយទំនិញមានជនជាច្រើនមានយៈដេដាស់ទាំងបរិបូរដោយភិក្ខាហារដោយជារាជធានីកុសាវតីដែររាជធានីកុសាវតីមិនដែលស្ងាត់ដោយសំឡេង10យ៉ាងទាំងយប់ទាំងថ្ងៃគឺសំឡេងដំរីមួយសំឡេងសេះមួយសំឡេងរត់មួយសំឡេងស្គរមួយសំឡេងសំភោមួយសំឡេងពិនមួយសំឡេងចម្រៀងមួយសំឡេងរគាំងមួយសំឡេងនាគមួយនិងសំឡេងអ្នកស៊ីផឹកមួយមនាលអានន្ទព្រះបាទសទ្ធោទនៈជាស្ដេចប្រកបដោយរូបសម្បត្តិល្អមានប្រជញ្ញវែងមានសុខភាពល្អព្រមទាំងមានបព្វជិតនិងក្រហមទាំងឡាយស្រឡាញ់រាប់អានព្រះធម្មាធិរាជបូជាអស់ពីកម្លាំងកាយនិងកម្លាំងចិត្តរហូតបានសម្រេចនៅឈាននិងអភិញ្ញាហើយទ្រង់បានផ្សព្វផ្សាយសិក្ខាបទរបស់ព្រះអង្គទៅកាន់ទិសទាំង4ដោយសេចក្តីមេត្តាករុណាមុទិតានិងឧបេក្ខាព្រះអគ្គមហេសីរបស់ព្រះអង្គព្រះនាមសុផាតៈកាលបើឃើញហេតុដូច្នេះហើយក៏អង្វរព្រះអង្គឲ្យគិតគូរដល់រាជបល្ល័ង្កនិងប្រជញ្ញផ្ទាល់របស់ព្រះអង្គផងព្រះនាងទ្រង់ទួញយំយ៉ាងខ្លាំងប៉ុន្តែដោយគិតថាមិនអាចខាត់ព្រះស្វាមីបានព្រះនាងក៏បណ្ដោយតាមព្រះបំណងរបស់ព្រះចក្រពន្ធិរាជទៅព្រះសាស្តាទ្រង់សង្ខេបសេចក្តីថាព្រះចក្រពន្ធិរាជព្រះនាមមហាសុទស្សនៈនោះ
គ្មានអ្នកណាក្រៅអំពីរូបព្រះអង្គផ្ទាល់ឡើយក្នុងការនោះរាជធានីកោសាវទីមានប្រាសាទច្រើនណាស់ប៉ុន្តែព្រះចក្រពត្តិរាជគង់នៅតែក្នុងប្រាសាទមួយមានរាជបល្ល័ង្កច្រើនណាស់ប៉ុន្តែព្រះអង្គប្រើប្រាស់តែរាជបល្ល័ង្កតែមួយមានដំរីច្រើនណាស់ប៉ុន្តែព្រះអង្គប្រើតែដំរីមួយមានសេះច្រើនណាស់ប៉ុន្តែព្រះអង្គប្រើតែសេះមួយសូម្បីតែរាជរដ្ឋរាជបម្រើព្រះពស្ត្រសលៀកបំពាក់ថាក្រយ៉ាស្ងោយក៏ព្រះរាជាប្រើតែមួយក្នុងមួយមុខដែរមនាលអានន្ទគ្រាន់តែក្រឡេកមើលទៅខាងក្រោយវិញអ្នកនឹងឃើញថារតនៈទាំងអស់ដែលជាកម្មសិទ្ធិរបស់ព្រះបាទសុទស្សនៈនោះត្រូវរលាយសាបសូន្យនិងផ្លាស់ប្ដូររលាយបាត់អស់ទៅហើយនេះហើយដែលហៅថាអនត្តាការមិនទៀងថិតថេរនៃវត្ថុទាំងអស់ដូច្នេះអ្នកមិនត្រូវនឿយណាយមិនត្រូវបោះបង់ចោលឬភ្លេចចោលនៅវត្ថុទាំងអស់ដែលមាននៅក្នុងក្រុងកុសិនារាដែលជាក្រុងតូចជាក្រុងទូលនិងជាសាខាក្រុងនោះទេកុសិនារាក៏ជាទីក្រុងមួយដ៏ល្អដែរហើយតថាគតបានជ្រើសរើសយកព្រៃសាលវ័ននេះដោយសេចក្តីពេញចិត្តរួចហើយមនាលអានន្ទតើអ្នកមិនឃើញផ្កាសាលព្រឹកនៅតែបន្តធ្លាក់រស់រាយពីពេញលើសរីរៈតថាគតទេឬអីមនាលអានន្ទអ្នកចូលទៅកាន់ទីក្រុងកុសិនារាហើយថ្វាយដំណឹងដល់ពួកម៉ាលក្សត្រថាបបិទ្ធបាសេតក្រូតទាំងឡាយសូមអ្នកទាំងឡាយអញ្ជើញទៅដើម្បីកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្នុងការជាខាងក្រោយថាព្រះដ៏មានព្រះភិក្ខទ្រង់បរិនិព្វានក្នុងតាមខេត្តរបស់យើងទាំងឡាយហើយយើងទាំងឡាយមិនបានឃើញព្រះដ៏មានព្រះភិក្ខក្នុងការជាទីបំផុតដូច្នេះឡើយព្រះអានន្ទទទួលព្រះបន្ទូលព្រះសមណគោតមថាព្រះករុណាព្រះអង្គរួចហើយក៏និមន្តចូលទៅកាន់ក្រុងកុសិនារាតែមួយអង្គឯងគ្រានោះឯងពួកម៉ាលក្សត្រកំពុងប្រជុំគ្នាក្នុងសន្តាគារសាលាសម្រាប់បង្រៀនវិជ្ជាក្នុងរាជត្រកូលដោយកិច្ចការអ្វីមួយព្រះអានន្ទក៏ចូលទៅក្នុងសន្តាគារនោះហើយក៏ថ្វាយដំណឹងនៃការបរិនិព្វានរបស់ព្រះដ៏មានព្រះភិក្ខដល់ពួកម៉ាលក្សត្រលុះបានលើពាក្យរបស់ព្រះអានន្ទហើយពួកម៉ាលក្សត្រព្រមទាំងបុត្រសនេសានិងភរិយាការទូកទុយប្រតិយំសោកបោកខ្លួនពោលដោយប្រការផ្សេងថាព្រះដ៏មានព្រះភិក្ខទ្រង់បរិនិព្វានឆាប់ពេកណាស់ព្រះសម្ពុទ្ធមានចក្ខុក្នុងលោកបានបាត់ឆាប់ពេកណាស់រួចហើយពួកម៉ាលក្សត្រក៏នាំគ្នាចូលទៅរកព្រះអានន្ទក្នុងសាលវ័នដែលជាច្រកចូលទៅក្នុងទីក្រុងកុសិនារាព្រះអានន្ទក៏មានសេចក្តីត្រេះរិះយ៉ាងនេះថាបើអាត្មាអញនឹងឲ្យពួកម៉ាលក្សត្រក្នុងក្រុងកុសិនារាចូលថ្វាយបង្គំព្រះដ៏មានព្រះភិក្ខម្នាក់ម្ដងសូម្បីតែមួយយប់ទល់ភ្លឺក៏មិនហើយស្រេចដែរបើដូច្នេះគួរអាត្មាអញដាក់ឲ្យពួកម៉ាលក្សត្រចូលថ្វាយបង្គំតាមវងត្រកូលដោយពាក្យយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនម៉ាលក្សត្រឈ្មោះនេះព្រមទាំងបុត្រនិងភរិយានៃបរិស័ទនិងរាជអាមាត្យសូមបង្អោនសេរៈសេរសាថ្វាយបង្គំព្រះបាទានៃព្រះដ៏មានព្រះភិក្ខលំដាប់នោះព្រះអានន្ទក៏បានដាក់ឲ្យពួកម៉ាលក្សត្រអ្នកក្រុងកុសិនារាចូលថ្វាយបង្គំព្រះដ៏មានព្រះភិក្ខក្នុងបឋមយាមតាមទំនងនេះសម័យនោះឯងមានបរិពាជក់ឈ្មោះសុផតៈនៅទីក្រុងកុសិនារាបានឮដំណឹងថាព្រះសមណគោតមនឹងបរិនិព្វានក្នុងបច្ឆមយាមនៃរាត្រីនេះក៏មានសេចក្តីត្រេះរិះយ៉ាងនេះថាអាត្មាអញបានឮពាក្យអំពីពួកបរិពាជក់ដែលជាមនុស្សចាស់ទុំឬជាអាចារ្យបាននិយាយតគ្នាមកថាព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយតែងកើតឡើងក្នុងលោកនេះម្ដងមួយកាលហើយនៅក្នុងបច្ឆមយាមនៃរាត្រីនេះព្រះសមណគោតមនឹងបរិនិព្វានម្យ៉ាងទៀតអាត្មាអញក៏នៅមានសេចក្តីសង្ស័យផងមានសេចក្តីជ្រះថ្លាផងក្នុងព្រះសមណគោតមដូច្នេះគួរតែអាត្មាអញចូលទៅរកព្រះអង្គដើម្បីទ្រង់សម្ដែងនៅសេចក្តីសង្ស័យរបស់អាត្មាអញនោះចេញគ្រានោះសុផតៈបរិពាជុក៏ចូលទៅរកព្រះអានន្ទហើយនិយាយនឹងព្រះអានន្ទនៅពាក្យដូចខ្លួនបានត្រេះរិះមកអំពីខាងដើមនោះនឹងសូមអនុញ្ញាតចូលគាល់ព្រះសមណគោតមផងព្រះអានន្ទពោលទាស់នឹងសុផតៈបរិពាជុថាអវសោសុផត
កុំឡើយអ្នកមកបៀតបៀនដល់ព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខលំបាកព្រះអង្គណាស់សុផាតៈបរិពាជុបានអង្វរព្រះអានន្ទជាគម្រប់2 ដងផងជាគម្រប់3 ដងផងព្រះអានន្ទឆ្លើយប្រកែកជាគម្រប់2 ដងផងជាគម្រប់3 ដងផងកសិននោះព្រះដ៏មានព្រះភិក្ខទ្រង់ព្រះសន្តាប់កថាសន្តាប់របស់ព្រះអានន្ទនិងសុផាតក៏ទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទកុំឡើយអ្នកខសុផាតឲ្យសុផាតចូលមកជួបនឹងតថាគតចោះដោយសុផាតចង់ដឹងនៅសេចក្តីណាមួយនោះមែនហើយបានជាគាត់ចូលមកសួរព្រះតថាគតមិនមែនគាត់សួរដើម្បីចង់បៀតបៀនទេបើសុផាតសួរតថាគតឲ្យសម្ដែងធម៌ណាគាត់នឹងបានដឹងនៅធម៌នោះភ្លាមព្រះអានន្ទក៏ពោលនឹងសុផាតបរិពាជុថាមនាលអវសោសុផាតព្រះដ៏មានព្រះភិក្ខទ្រង់បើកឱកាសដល់អ្នកហើយអ្នកចូលទៅចោះលុះចូលទៅដល់ហើយសុផាតៈបរិពាជុបានក្រាបបង្គំទូលសួរព្រះសម្ពុទ្ធថាបបិទ្ធព្រះគោតមដ៏ចម្រើនសាមណព្រាហ្មណ៍ជាគណៈជាកណាចារ្យមានយុមានឈ្មោះល្បីល្បាញជាអ្នកធ្វើលទ្ធិឲ្យដូចជាបំពង់ដែលជនភាគច្រើនគេបានសន្មតថាល្អដូចជាគ្រូឈ្មោះបរណកាសបៈមលដលិកោសាលអជីតកេសម្ពុលបកោធៈកចាយណៈសញ្ជេវេលផតកៈនិងនិកន្តនេបុត្រតើពួកជនទាំងនោះសុទ្ធតែប្រកបក្នុងការត្រាស់ដឹងដូចជាពាក្យបដិញ្ញារបស់ខ្លួនមែនឬសុទ្ធតែសឹងមិនទាន់បានត្រាស់ដឹងទេឬក៏បានត្រាស់ដឹងខ្លះនិងមិនទាន់បានត្រាស់ដឹងខ្លះព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលសុផាតណាស់ហើយចោះពាក្យដែលអ្នកបានលើកឡើងនេះចូលលើកទុកមួយឡែកសិនចោះតថាគតនឹងសម្ដែងធម៌ដល់អ្នកចូលអ្នកតាំងចិត្តស្ដាប់ធម៌នោះដោយប្រពៃចោះមនាលសុផាតៈអរិយធម៌មានអង្គ8មិនមាននៅក្នុងធម៌វិន័យណាសាមណៈទី1សោតាបណ្ណៈសាមណៈក្តីសាមណៈទី2សកទាគិមៈសាមណៈក្តីសាមណៈទី3អនាគិមិសាមណៈក្តីសាមណៈទី4អរហន្តសាមណៈក្តីក៏មិនមាននៅក្នុងធម៌វិន័យនោះដែរមនាលសុផាតលុះត្រាតែអរិយមគ្គប្រកបដោយអង្គ8មាននៅក្នុងធម៌វិន័យណាទើបសាមណៈទី1ក្តីសាមណៈទី2ក្តីសាមណៈទី3ក្តីសាមណៈទី4ក្តីមាននៅក្នុងធម៌វិន័យនោះដែរដូច្នេះអរិយមគ្គប្រកបដោយអង្គ8មានតែនៅក្នុងធម៌វិន័យនេះឯងហើយសាមណៈទី1សាមណៈទី2សាមណៈទី3និងសាមណៈទី4ក៏មានតែក្នុងសាសនានេះបរាបធានវាទៈនៃគ្រូដតីអំពីសំណាក់នៃបុគ្គលដតីរមែងសូនចាកសាមណៈនេះមនាលសុផាតមួយទៀតភិក្ខុទាំងនេះគប្បីនៅដោយប្រពៃលោកនឹងមិនសូនចាកពួកអរហន្តឡើយមនាលសុផាតការតថាគតមានវ័យ29ឆ្នាំបានបួសហើយជាអ្នកស្វែងរកនៅកុសលសព្វញ្ញុតញ្ញាណកាលបើតថាគតបួសបានជាង50ឆ្នាំហើយក៏ញ៉ាំងប្រទេសគឺវិបស្សនាមគ្គដោយអ្នកប្រព្រឹត្តទៅជាប្រក្រតីដើម្បីធម៌ដែលគួរត្រាស់ដឹងគឺអរិយមគ្គព្រោះហេតុនោះសាមណៈទី1ខាងក្រៅសាសនានៃតថាគតនេះមិនមានឡើយសាមណៈទី2សាមណៈទី3សាមណៈទី4ក៏មិនមានដែរបរាវេទៈអំពីសំណាក់នៃបុគ្គលដតីរមែងសូនចាកពួកសាមណៈនោះមនាលសុផាតមួយទៀតភិក្ខុទាំងនេះគប្បីនៅដោយប្រពៃលោកមិនសូនចាកពួកអរហន្តឡើយសុផាតបរិពាជុបានយល់ច្បាស់នៅភិសិទ្ធរបស់ព្រះសមណគោតមគាត់មានអារម្មណ៍បីដូចជាបេះដូងរបស់គាត់ត្រូវបើកចំហឡើងសុផាតបរិពាជុក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនភិសិទ្ធរបស់ព្រះអង្គច្បាស់ពេកណាស់ខ្ញុំព្រះអង្គសូមដល់នៅព្រះពុទ្ធផងព្រះធម៌ផងព្រះសង្ឃផងថាជាសារណៈខ្ញុំព្រះអង្គគួរបានបព្វជិគួរបានឧបសម្បទាក្នុងសំណាក់នៃព្រះដ៏មានព្រះភិក្ខព្រះសមណគោតមទ្រង់ត្រាស់ថាមនាលសុផាតបុគ្គលណាធ្លាប់ជាអន្តេរថីហើយប្រាថ្នាបព្វជិនិងឧបសម្បទាក្នុងធម៌វិន័យនេះបុគ្គលនោះរមែងនៅក្នុងបរិវាសអស់កំណត់4ខែសិនលោកកន្លង4ខែហើយទើបពួកភិក្ខុជាអរធិចិត្តអ្នកមានចិត្តត្រេកអរឲ្យបព្វជិនិងឲ្យឧបសម្បទាដល់បរិវាសបុគ្គលនោះដើម្បីភិក្ខុភាវៈបានតែសុភាវៈនៃបុគ្គលដែលផ្សេងគ្នាតថាគតដឹងច្បាស់ហើយក្នុងរឿងនេះ
សុភ័ណ្ឌបរិពាជុក្រាបបង្គំទូថាបបិទ្ធព្រះអង្គដ៏ចម្រើនបើពួកបុគ្គលអន្តេរថៃត្រូវស្ថិតនៅក្នុងបរិវាស4ខែខ្ញុំព្រះអង្គនឹងត្រូវនៅក្នុងបរិវាស4ឆ្នាំក៏បានដែរលុះកន្លងអំពី4ឆ្នាំទៅសូមបព្វជិជាអរដ្ឋិចិត្តឲ្យបានបព្វជិនិងឧបសម្បទាដល់ខ្ញុំព្រះអង្គដើម្បីភិក្ខុភិវៈចោះលំដាប់នោះព្រះពុទ្ធទ្រង់ត្រាស់នឹងព្រះអនន្តថាមនាលអនន្តបើដូច្នោះអ្នកចូលបំពោះសុភ័ណ្ឌបរិពាជុក្នុងពេលឥឡូវនេះផងចោះសុភ័ណ្ឌបរិពាជុឆ្លៀតពោលទៅកាន់ព្រះអនន្តថាណែអវសោអនន្តលោកម្ចាស់ពេញហៅជាមានលៀបអត្តភាពជាមនុស្សក៏លោកម្ចាស់បានល្អហើយព្រោះថាព្រះសាស្តាបានអភិសេកលោកម្ចាស់ដោយអភិសេកជាអន្តេវាសិកក្នុងទីចំពោះព្រះភ័ក្ត្រក្នុងសាសនានេះព្រះអនន្តនិងព្រះអនុរុទ្ធក៏រៀបចំបំពោះសុភ័ណ្ឌបរិពាជុតាមទម្លាប់ដែលមានរួចមកហើយក្នុងពេលនោះភ្លាមទៅដោយសារភិក្ខុសុភ័ណ្ឌជាមនុស្សមានបញ្ញាព្រះអង្គក៏បានសម្រេចព្រះអរហន្តនៅក្នុងថ្ងៃបួសនិងឧបសម្បទានោះតែម្ដងសុភ័ណ្ឌភិក្ខុគឺជាបច្ឆមសិក្ខាសាវកចុងក្រោយបង្អស់របស់ព្រះដ៏មានព្រះភិក្ខនិងក្នុងព្រះពុទ្ធសាសនានេះបន្ទាប់មកព្រះដ៏មានព្រះភិក្ខត្រាស់ដឹងព្រះអនន្តថាមនាលអនន្តធម៌និងវិន័យដែលតថាគតបានសម្ដែងនិងបញ្ញត្តិដល់ព្រមដល់អ្នកទាំងឡាយដោយច្បាស់លាស់ហើយលុះអំណះអត់ពីតថាគតទៅព្រះធម៌និងវិន័យនេះហើយជាគ្រូបាអាចារ្យរបស់អ្នកទាំងឡាយមនាលអនន្តសពថ្ងៃនេះពួកភិក្ខុហៅគ្នានឹងគ្នាជាពាក្យថាអវសោអំណះអត់ពីតថាគតទៅអ្នកទាំងឡាយកុំហៅតាមពាក្យយ៉ាងនេះទៀតភិក្ខុចាស់ជាងត្រូវហៅភិក្ខុខ្ចីជាងដោយនាមខ្លួនក៏បានដោយនាមត្រកូលកូដក៏បាននិងដោយពាក្យថាអវសោយ៉ាងនេះក៏បានចំណែកឯភិក្ខុខ្ចីក្មេងជាងត្រូវហៅភិក្ខុចាស់ជាងថាផនតេឬអាយាស្មាក៏បានមនាលអនន្តលុះអំណះឥតពីតថាគតទៅបើសង្ឃមានប្រាថ្នានឹងដកសិក្ខាបទចូលដកសិក្ខាបទណាដែលតូចដោយលំដាប់ចោះមនាលអនន្តលុះអំណះឥតពីតថាគតទៅសង្ឃត្រូវដាក់ព្រហ្មទណ្ឌដល់ឆានៈភិក្ខុអតីតនេសារថីព្រះសទ្ធាទេនោះផងចោះព្រះអនន្តក្រាបបង្គំទូលសួរព្រះសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនតើព្រហ្មទណ្ឌនោះដូចម្ដេចព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអនន្តឆានៈភិក្ខុចង់ពោលនៅពាក្យណាក៏ពោលនៅពាក្យនោះចោះប៉ុន្តែពួកភិក្ខុទាំងឡាយមិនត្រូវនិយាយរកមិនត្រូវទូមានមិនត្រូវព្រានប្រដៅដល់ភិក្ខុឆានៈនោះឡើយព្រះអនន្តបង្គំសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គដាក់ព្រហ្មទណ្ឌដល់ឆានៈភិក្ខុដូចម្ដេចបានត្បិតឆានៈភិក្ខុកាយរឹងរូសខ្លាំងពេកណាស់ព្រះសម្ពុទ្ធទ្រង់មិនឆ្លើយនឹងសំណួររបស់ព្រះអនន្តនោះថាដូចម្ដេចឡើយលំដាប់នោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថាមនាលភិក្ខុទាំងឡាយបើអ្នកមានសេចក្តីសង្ស័យសេចក្តីងឿងឆ្ងល់ក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃក្នុងមគ្គឬបដិបទាអ្នកទាំងឡាយសាកសួរនឹងតថាគតមកចោះចូលកុំទុកឲ្យនៅអាកាសដ៏មានតម្លៃនេះកន្លងហួសហើយស្រាប់តែមានសេចក្តីក្តៅក្រហាយស្ដាយក្នុងការជាខាងក្រោយថាថ្ងៃនឹងព្រះសាស្តាគង់នៅទីចំពោះមុខឃើញរាល់គ្នាមិនបានជាយកចិត្តទុកដាក់ដើម្បីសាកសួរព្រះអង្គក្នុងទីចំពោះព្រះភ័ក្ត្រសោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ពាក្យនេះនឹងភិក្ខុទាំងឡាយជាគម្រប់2ដងផងជាគម្រប់3ដងផងភិក្ខុទាំងនោះក៏នៅស្ងៀមជាគម្រប់2ដងផងជាគម្រប់3ដងផងព្រះពុទ្ធទ្រង់ត្រាស់បន្តថាមនាលភិក្ខុទាំងឡាយបើអ្នកមានសេចក្តីសង្ស័យហើយមិនហ៊ានសាកសួរតថាគតដោយខ្លួនឯងព្រោះតែសេចក្តីគោរពក្នុងព្រះសាស្តាចូលអ្នកប្រាប់ដល់ភិក្ខុជាសម្លាញ់ផងក៏បានកាលបើព្រះដ៏មានព្រះភិក្ខទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយភិក្ខុទាំងនោះក៏នៅស្ងៀមស្ងាត់ដដែលទើបព្រះអនន្តក្រាបទូលនឹងព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនហេតុនេះអស្ចារ្យពេកណាស់ចម្លែកណាស់ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាមានជំនឿលើភិក្ខុសង្ឃជាសម្លាញ់ទាំងអស់ហើយគ្មានភិក្ខុមួយរូបណាមានសេចក្តីសង្ស័យមានសេចក្តីងឿងឆ្ងល់ក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃក្នុងមគ្គឬបដិបទានោះឡើយព្រះពុទ្ធទ្រង់ត្រាស់ដឹងព្រះអនន្តថាមនាលអនន្ត
អ្នកនិយាយដោយសេចក្តីជ្រះថ្លាហើយញៀនតថាគតក៏ដឹងពិតក្នុងសេចក្តីទាំងនេះដែរមនាលអានន្ទបណ្ដាភិក្ខុទាំងឡាយ500រូបមានវត្តមាននៅចំពោះមុខតថាគតនេះសុទ្ធតែជាអរិយសាវកមានភក្តីភាពបំផុតចំពោះព្រះរតនត្រ័យដែលមានគុណធម៌យ៉ាងទាបបំផុតក៏គង់ត្រឹមជាសោតាបন্নបុគ្គលដែលមិនធ្លាក់ចុះក្នុងអបាយជាអនិយតបុគ្គលដែលនឹងបានទទួលការត្រាស់ដឹងក្នុងកាលខាងមុខព្រះពុទ្ធទ្រង់សម្លឹងទៅកាន់ភិក្ខុសង្ឃទាំងឡាយដោយស្ងៀមស្ងាត់ហើយទ្រង់មានព្រះបន្ទូលជាចុងក្រោយថាមនាលសាវករបស់តថាគតទាំងឡាយណាស់ហើយចុះឥឡូវនេះតថាគតនឹងប្រាប់អ្នកទាំងឡាយឲ្យបានដឹងថាសង្ខារធម៌ទាំងឡាយមានសេចក្តីសាមសូន្យជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះនេះជាបច្ឆិមាវាចាពាក្យបណ្ដាំពើចុងក្រោយបំផុតរបស់ព្រះតថាគតហើយព្រះដ៏មានព្រះភិក្ខទ្រង់បិទប្រណិតចុះសន្សំផែនដីក៏ចាប់ផ្ដើមកម្រើកញាប់ញ័រយ៉ាងខ្លាំងទាំងផ្គរក៏លាន់ឮកកក្រែងព្រមឡើងផ្កាសាលព្រឹកនិងផ្កាមតិរវៈក៏បន្តជ្រុះរុះរាយមកបូជាដូចជាដំណក់ទឹកភ្លៀងនិងពួកភិក្ខុសង្ឃក៏ចាប់ផ្ដើមក្តុកក្តួលស្រែកទួញយំឡើងភិក្ខុសង្ឃទាំងនោះបានដឹងយ៉ាងច្បាស់ថាព្រះសមណគោតមបរមគ្រូទ្រង់បរិនិព្វានក្នុងឋានបរមសុខឬឋានផុតទុក្ខហើយព្រះសមណគោតមបរមគ្រូទ្រង់យាងចាកលោកីយើងនេះទៅក្នុងវេលាពាក់កណ្ដាលអាត្រិតនាថ្ងៃ15កើតពេញបរមីខែពិសាខឆ្នាំអសាញ់ភិក្ខុទាំងឡាយដែលមិនទាន់ប្រាជ្ញារីកៈក៏ទួញយំសោកបោកខ្លួនលើប្រតិពីនិងស្រែករៀបរាប់ជាច្រើនតំណងថាព្រះដ៏មានព្រះភិក្ខទ្រង់ប្រញាប់បរិនិព្វានពេកណាស់ព្រះសម្ពុទ្ធមានចក្ខុក្នុងលោកទ្រង់ប្រញាប់បាត់ទៅពេកណាស់ព្រះដ៏មានព្រះភិក្ខទ្រង់ចាក់ចោលអាត្មាអញហើយលោកម្ចាស់ចូលបរិនិព្វានហើយតើមាននរណាជាទីពឹងទានរីឯភិក្ខុណាដែលមានប្រាជ្ញារាគៈហើយភិក្ខុទាំងនោះមានសតិសម្បជញ្ញៈអាចគ្របសង្កត់វេទនាបានដោយគិតថាសង្ខារទាំងឡាយមិនទៀងទាត់ពិតព្រោះតែហេតុនេះបុគ្គលគប្បីបានធ្វើនៅសេចក្តីទៀងទាត់ក្នុងខន្ធប្រវត្តិនេះមកអំពីណាលំដាប់នោះព្រះអនុរុទ្ធមានថេរដីកានិងភិក្ខុទាំងឡាយថាមនាលអវសោទាំងឡាយណាស់ហើយអ្នកទាំងឡាយកុំសោយសោកឡើយកុំខ្សឹបខ្សួលឡើយសេចក្តីនេះព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់បានសម្ដែងអំពីមុនរួចមកហើយថាសេចក្តីប្រោះប្រាស់វិនិច្ឆ័យប្រែប្រួលចាក់សត្វនិងសង្ខារដែលជាទីស្រឡាញ់ជាទីគាប់ចិត្តនៃយើងនោះតែមានជាធម្មតាព្រោះហេតុនោះបុគ្គលគប្បីបាននៅសេចក្តីមិនប្រោះប្រាស់នោះក្នុងខន្ធប្រវត្តិមកអំពីណាធម្មជាតិណាដែលកើតហើយដែលមានហើយដែលបច្ច័យបានតាក់តែងហើយមានសេចក្តីទ្រុឌទ្រោមទៅជាធម្មតាធម្មជាតិនោះឯងបុគ្គលនឹងពោលខកថាកុំទ្រុឌទ្រោមដូច្នេះដោយហេតុណាហេតុនោះមិនមានឡើយមនាលអវសោទាំងឡាយបើអ្នកទាំងឡាយបានយល់ច្បាស់និងប្រណិប័តតាមការព្រានប្រដៅរបស់ព្រះនាងព្រះភិក្ខអ្នកនឹងឈប់មានកន្លងបែបនេះទៀតហើយសូមអ្នកទាំងឡាយរកទីកន្លែងអង្គុយដោយសមគួរចោះយើងនឹងនាំគ្នាចាប់ផ្ដើមចម្រើនភាវនាលើដង្ហើមពេលភិក្ខុសង្ឃអង្គុយក្នុងទីដ៏សមគួរហើយព្រះអនុរុទ្ធនាំភិក្ខុទាំងឡាយចាប់ផ្ដើមអធិដ្ឋាននិងសូត្រធម៌អនិច្ចំអនត្តានិងអថង្គិកមៈសភាពស្ងប់ស្ងាត់ក៏កើតមានជាធម្មតាឡើងវិញពួកមលក្សត្រអោយចន្លោះពន្លឺប្រងព្រាតនិងនាំគ្នាសូត្រធម៌លាន់ឮខ្ទររំពងពេញទាំងព្រឹក្សាបន្ទាប់ពីការសូត្រធម៌រួចមកព្រះអនុរុទ្ធចាប់ផ្ដើមបន្តសម្ដែងនៅព្រះធម៌ទេសនាព្រះថេរៈពោលសរសើរអំពីការដែលព្រះសម្មាសម្ពុទ្ធញ្ញាណទ្រង់បានសម្រេចនៅពន្លឺនៃការត្រាស់ដឹងព្រះអង្គគូសបញ្ជាក់អំពីគតិបណ្ឌិតគុណធម៌មេត្តាធម៌និងចរិតនឹងណោរបស់ព្រះសមណគោតមបរមគ្រូពេលដែលព្រះអនុរុទ្ធសម្ដែងធម៌ចប់ព្រះអានន្ទក៏បន្តសម្ដែងរៀបរាប់អំពីឧបកថាដ៏ល្អនៃជីវិតរបស់ព្រះដ៏មានព្រះភិក្ខព្រះថេរៈទាំងពីរព្រះអង្គផ្លាស់ប្ដូរវេនគ្នាសម្ដែងនៅធម្មទេសនារហូតទល់ភ្លឺភិក្ខុទាំងឡាយ500រូបនិងឧបាសកឧបាសិកាជាង300រូបផ្ទៀងសោតាស្ដាប់ធម៌យ៉ាងស្ងៀមស្ងាត់បំផុតពេលភ្លើងចន្លោះមួយរលត់ទៅភ្លើងចន្លោះមួយទៀតក៏អុចបន្តឡើងរហូតទល់គ្នានឹងពេលដែលព្រះអាទិត្យរះពេញពន្លឺ
លោកព្រឹកស្អែកឡើងដំណឹងនៃព្រះពុទ្ធចូលបរិនិព្វានក៏បានលេចលឺទូទាំងនគរមេលៈនិងទាំងព្រះរាជាណាចក្រជិតខាងព្រះអនុរុទ្ធព្រះអនន្តនិងមន្ត្រីផ្លូវការនៃនគរមេលៈក៏បានចាត់ចែងរៀបចំពិធីបុណ្យជាបណកិច្ចនៃប្រសពព្រះសមណគោតមតាមរបៀបស្ដេចចក្រពន្តិរាជក្នុងរយៈពេល6ថ្ងៃ6យប់ប្រជាពលរដ្ឋនៅទីក្រុងកុសិនារានិងបាវ៉ានាំគ្នាកកកក្រែងចូលមកធ្វើសក្ការៈគោរពបូជាដល់ព្រះសរីរៈនៃព្រះពុទ្ធដោយគ្រឿងក្រអូបមានទៀនធូបផ្កាកម្រងនិងរបាំចម្រៀងភ្លេងប្រគំជាដើមផ្ទាំងសរីរៈនៃព្រះពុទ្ធត្រូវបានរុំស្រោបដោយផ្ទាំងកំណាត់កប្បាសថ្មីជាច្រើនជាន់500គូយកទៅតម្កល់ទុកក្នុងមឈូសមាសមួយដែលមានដាក់ប្រេងហើយគ្របដោយមឈូសមាសមួយទៀតពីខាងក្រៅថ្ងៃទី7ពួកម៉ាលក្សត្រអ្នកក្រុងកុសិនារាមានសេចក្តីត្រេករិះយ៉ាងនេះថាយើងនឹងហែក្បួនទៅទីខាងត្បូងហើយថ្វាយព្រះភ្លើងព្រះសរីរៈនៃព្រះដ៏មានព្រះភិក្ខនៅអំពីខាងត្បូងទីក្រុងនោះដែរគ្រានោះឯងម៉ាលក្សត្រ8ព្រះអង្គដែលជាប្រធាននៃចម្រះសីស័កនិងទ្រង់សម្ពុទ្ធថ្មីគិតគ្នាថានឹងលើកព្រះសរីរៈនៃព្រះដ៏មានព្រះភិក្ខប៉ុន្តែมันអាចលើករួចឡើយទើបម៉ាលក្សត្រពោលសួរនឹងព្រះអនុរុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនតើមានហេតុដូចម្ដេចមានបច្ច័យដូចម្ដេចបានជាម៉ាលក្សត្រទាំង8ព្រះអង្គលើកព្រះសរីរៈព្រះដ៏មានព្រះភិក្ខមិនរួចដូច្នេះព្រះអនុរុទ្ធឆ្លើយតបថាបបិទ្ធវាសេដ្ឋៈទាំងឡាយបំណងរបស់ទ្រង់ទាំងឡាយម៉ាលក្សត្រទាំង8ព្រះអង្គផ្សេងបំណងរបស់ពួកទេវតាផ្សេងបំណងរបស់ទ្រង់ទាំងឡាយថាយើងរាល់គ្នានឹងហែក្បួនទៅតាមទិសខាងត្បូងហើយថ្វាយព្រះសរីរៈនៃព្រះដ៏មានព្រះភិក្ខអំពីខាងត្បូងក្រុងចំណែកឯបំណងរបស់ពួកទេវតាយើងរាល់គ្នានឹងហែក្បួនទៅតាមទិសខាងជើងចូលទៅកាន់ក្រុងតាមទ្វារខាងជើងនិងហែកាត់ចំកណ្ដាលក្រុងចេញទៅតាមទ្វារខាងកើតហើយថ្វាយព្រះភ្លើងព្រះសរីរៈនៃព្រះដ៏មានព្រះភិក្ខនៅក្នុងមកុដពន្តនចេតិយសាលជាមង្គលសម្រាប់តែងព្រះកាយរបស់ពួកមល្លរាជអំពីខាងកើតទីក្រុងពួកម៉ាលក្សត្របានទទួលព្រះអនុរុទ្ធថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនបំណងរបស់ពួកទេវតាយ៉ាងណាការថ្វាយព្រះភ្លើងនៃព្រះសរីរៈនៃព្រះដ៏មានព្រះភិក្ខសូមសម្រេចយ៉ាងដូចចោះពួកម៉ាលក្សត្រអ្នកក្រុងកុសិនារានិងបាវ៉ានាំគ្នាហែព្រះសរីរៈនៃព្រះពុទ្ធចេញអំពីទិសខាងជើងចូលតាមទ្វារក្រុងខាងជើងហើយហែតាមផ្លូវកាត់ចំកណ្ដាលរាជធានីចេញទៅតាមទ្វារទិសខាងកើតដើម្បីថ្វាយព្រះភ្លើងព្រះសរីរៈនៃព្រះដ៏មានព្រះភិក្ខក្នុងមកុដពន្តនចេតិយដែលជាចេតិយធំជាងគេបង្អស់របស់ពួកម៉ាលក្សត្រស្ថិតនៅទីចំពោះខាងកើតនៃទីក្រុងពេលហែដល់មុខមកុដពន្តនចេតិយពួកម៉ាលក្សត្រជាប្រធានទាំង8អង្គក៏នាំគ្នាលើកមឈូសប្រសពយកទៅតម្កល់នៅលើជើងថ្កខ្លឹមច័ន្ទក្រស្នាក្នុងគ្រាដែលពួកម៉ាលក្សត្រ4ព្រះអង្គជាប្រធានហៀបនឹងឈួលជើងថ្កស្រាមតែមានបរិសជីសេះម្នាក់មកខកថាសូមរងចាំបន្តិចសិនព្រោះព្រះមហាកស្សបៈនិមន្តមកតាមផ្លូវឆ្ងាយអំពីក្រុងបាវ៉ាចូលមកកាន់ក្រុងកុសិនារានេះជាមួយនឹងភិក្ខុប្រមាណ500រូបចិត្តមកដល់ហើយព្រះមហាកស្សបៈរវល់តែបង្ហាត់បង្រៀនភិក្ខុក្នុងវត្តកំបាំងព្រះថេរៈក៏បានឮដំណឹងថាព្រះពុទ្ធយាងឆ្ពោះទៅកាន់ទិសខាងជើងហើយសង្ស័យថាមកកាន់តំបន់វាសាលីនេះដែរព្រះថេរៈចេញដំណើរស្វែងរកព្រះពុទ្ធក៏ប៉ុន្តែពុំដឹងថាទ្រង់គង់នៅក្នុងទីណាពិតប្រាកដទេមានភិក្ខុជាច្រើនសូមមកតាមព្រះថេរៈដែរពេលព្រះថេរៈនិមន្តមកដល់កណ្ដក្រៀមចំនួនភិក្ខុដែលសូមមកជាមួយកានដល់500រូបពេលព្រះមហាកស្សបៈនិងភិក្ខុទាំងអស់កំពុងជ្រកក្រោមម្លប់ឈើមួយក្បែរដងផ្លូវនៃក្រុងបាវ៉ាស្រាប់តែជួបនឹងអ្នកធ្វើដំណើរអាជីវកម្នាក់កាន់ផ្កាមតិរវៈមកអំពីក្រុងកុសិនារាទៅក្រុងបាវ៉ាព្រះមហាកស្សបៈសួរនឹងអាជីវៈនោះថាមនាលអាវុសោតើអ្នកបានដឹងដំណឹងព្រះសាស្តារបស់យើងដែរឬទេអាជីវៈឆ្លើយថាអាវុសោខ្ញុំដឹងដែរព្រះសមណគោតមទ្រង់បរិនិព្វានអស់កាល7ថ្ងៃជាគម្រប់នឹងថ្ងៃនេះហើយផ្កាមន្តិរវៈនេះខ្ញុំយកមកអំពីសាលវ័នក្នុងក្រុងកុសិនារាជាទីបរិនិព្វាននៃព្រះសមណគោតមនោះការបានលើដំណឹងនេះភ្លាម
ភីខោណាដែលមិនទាន់ប្រាជ្ញារិកៈក៏នាំគ្នាយំសោកបោកខ្លួននិងពោលពាក្យស្រណោះស្រណោកជាច្រើនទំនងភីខោណាដែលប្រាជ្ញារិកៈហើយក៏មានសតិសម្បញ្ញៈអាចសង្កត់សង្កិននៅវេទនាបានថាសង្ខារទាំងឡាយមិនទៀងទ្រុហេតុនោះបុគ្គលក៏បីបាននៅសេចក្តីទៀងទាត់ក្នុងខន្ធប្រវត្តិនេះមកអំពីណាក្នុងគ្រានោះមានភិក្ខុបួសចាស់ម្នាក់ឈ្មោះសុផតកំពុងតែអង្គុយក្នុងបរិស័ទនោះបានពោលពាក្យនឹងភិក្ខុទាំងនោះដោយយ៉ាងដូចនេះថាមនាលអាវុសោទាំងឡាយហើយអ្នកទាំងឡាយកុំសោកសៅកុំយំខ្សឹកខ្សួលឡើយតាមពិតពួកយើងបានរួចខ្លួនស្រឡះហើយតាព្រោះថាព្រះសមណគោតមនោះតែងតែពោលព្រានប្រដៅដល់ពួកយើងថាអំពើនេះគួរដល់អ្នកអំពើនេះមិនគួរដល់អ្នកជាដើមប៉ុន្តែឥឡូវនេះពួកយើងចង់ធ្វើនៅអំពើណានឹងធ្វើនៅអំពើនោះតាមតែចិត្តមិនចង់ធ្វើនៅអំពើណាមិនចង់ធ្វើនៅអំពើនោះបានស្រេចហើយតែនឹងចិត្តរបស់ពួកយើងព្រះមហាកាសបៈហៅភិក្ខុទាំងឡាយមកថាមនាលអវសោទាំងឡាយពាក្យនេះព្រះដ៏មានព្រះភិក្ខទ្រង់បានសម្ដែងរួចមកហើយថាសេចក្តីប្រោះប្រាស់វិនិច្ឆ័យប្រែប្រួលចាកសត្វនិងសង្ខារជាទីស្រឡាញ់ជាទីពេញចិត្តទាំងអស់តែងមានជាធម្មតាព្រោះហេតុនោះបុគ្គលគប្បីបាននៅសេចក្តីមិនប្រោះប្រាស់នោះក្នុងខន្ធប្រវត្តិនេះមកអំពីណាធម្មជាតិណាដែលកើតហើយមានហើយដែលបច្ច័យតាក់តែងហើយនឹងមានសេចក្តីត្រួតត្រោមទៅជាធម្មតាធម្មជាតិនោះបុគ្គលនឹងពោលខត់ថាកុំត្រួតត្រោមដូច្នេះដោយហេតុណាហេតុនោះមិនមានឡើយបន្តិចក្រោយមកពួកភិក្ខុទាំងឡាយបានជួបនឹងបរិសជាសេះម្នាក់ទៀតហើយបរិសនោះក៏បានធានាថានឹងបន្លឿនសេះទៅមុខដើម្បីយកដំណឹងនេះទៅទូលដល់ព្រះអនុរុទ្ធាព្រះមហាកាសបៈនិងភិក្ខុចំនួន500រូបនឹងមកចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសរីរៈនៃព្រះមានព្រះភិក្ខដែរពេលរសៀលព្រះមហាកាសបៈនិងភិក្ខុទាំងឡាយ500រូបនិមន្តមកដល់ជើងថ្កនៃព្រះមានព្រះភិក្ខក្នុងមកកើតបានតនៈចេតិយលុះចូលដល់ហើយព្រះមហាកាសបៈក៏ធ្វើចីវរឈៀងស្មាម្ខាងប្រណម្យអញ្ជលីធ្វើប្រទក្សិណជើងថ្ក3ជុំហើយបើកខាងព្រះបាទាក្រាបថ្វាយបង្គំព្រះបាទាដោយសេរៈជាគម្រប់3ដងឯភិក្ខុ500រូបក៏បានប្រព្រឹត្តធ្វើនៅគិរវកិច្ចដោយព្រះមហាកាសបៈដែរបន្ទាប់អំពីព្រះមហាកាសបៈនិងភិក្ខុទាំងឡាយ500រូបក្រាបថ្វាយបង្គំព្រះបាទាព្រះបរមសពរួចហើយពិធីថ្វាយព្រះភ្លើងដល់ព្រះពុទ្ធសរីរៈក៏ចាប់ផ្ដើមឡើងភិក្ខុនីឧបាសកឧបាសិកាស្ដេចសពមុខមន្ត្រីនិងភ្ញៀវទាំងអស់ក៏លុតជង្គង់ចុះនិងប្រណម្យអញ្ជលីសំពះព្រះពុទ្ធសរីរៈគ្រប់គ្នាព្រះអនុរុទ្ធចាប់វាយកងជាសញ្ញាភិក្ខុសង្ឃក៏ចាប់ផ្ដើមសូត្រធម៌អនិច្ចំអនត្តានិងអភិញ្ញាឡើងសំឡេងព្រះសង្ឃសូត្រធម៌ប្រកបដោយសីហវិសាលធ្វើឲ្យពុទ្ធបរិស័ទប្រុងស្ដាប់ដោយស្មឹងស្មាតនិងញ៉ាំងពិធីបុណ្យថ្វាយព្រះភ្លើងនៃព្រះពុទ្ធសរីរៈប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សែនអធិកអធមនិងមហោឡារិកជាទីបំផុតពួកម៉ាលក្សត្រអ្នកក្រុងកុសិនារារលត់ជើងថ្កនៃព្រះដ៏មានព្រះភិក្ខដោយទឹកក្រអូបទាំងពួងមឈូសមាសខាងក្រៅត្រូវបានទម្លាក់ចុះរួចហើយគម្របក៏ត្រូវបានបើកឡើងពួកម៉ាលក្សត្រអ្នកក្រុងកុសិនារាក៏នាំគ្នារើសប្រមូលព្រះពុទ្ធសរីរៈដាក់ក្នុងកោដ្ឋមាសយកទៅតម្កល់ទុកក្នុងសទ្ធាគារដ្ឋានហើយនាំគ្នាធ្វើសក្ការៈគោរពបូជាដោយរបាំចម្រៀងភ្លេងប្រគំជាផ្កាកំរងនិងគ្រឿងក្រអូបទាំងឡាយអស់វេលា7ថ្ងៃថែមទៀតព្រះថេរៈនិងភិក្ខុទាំងឡាយបានចែកវេនគ្នាយាមរក្សាព្រះសរីរកធាតុនៃព្រះដ៏មានព្រះភិក្ខនេះដោយមានកងទ័ពប្រដាប់លំពែងនិងធ្នូពួកដំរីពួកសេះឈរព័ទ្ធជុំវិញពីខាងក្រៅផងដំណឹងនៃការចូលបរិនិព្វានរបស់ព្រះដ៏មានព្រះភិក្ខត្រូវបានផ្ញើជូនគ្រប់ព្រះរាជាណាចក្រជាច្រើនក្នុងថ្ងៃមុនកន្លងមកហើយរាជទូតនៃព្រះរាជាណាចក្រជិតខាងត្រូវបានបញ្ជូនមកចូលរួមក្នុងពិធីបុណ្យជាបណកិច្ចនៃព្រះដ៏មានព្រះភិក្ខមានរាជទូតអញ្ជើញមកអំពីនគរមេគធៈនគរវជីនគរសាខ្យៈនគរធូលិនគរកោលយៈនគរវេថតិបៈនិងនគរមលៈ7ថ្ងៃក្រោយមក
ព្រះបាទអាជាសត្រុជាព្រះចៅនគរមេកធៈទ្រង់បានបញ្ជូនរាជទូតទៅកាន់សំណាក់ពួកម៉ាលក្សត្រដើម្បីសុំចែកព្រះសរីរកធាតុរាជទូត6នគរឯទៀតក៏សុំចែករំលែកព្រះពុទ្ធសរីរធាតុរវាងគ្នានឹងគ្នាដែរបុណ្យដំបងពួកម៉ាលក្សត្រអ្នកក្រុងកុសិនារាទ្រង់ជំទាស់នឹងសេចក្តីស្នើសុំនេះដែលជាហេតុមួយធ្វើឲ្យមានការទាស់ទែងខ្វែងកំណត់គ្នារហូតបំរុងនឹងផ្ទុះជាសង្គ្រាមធំទៀតផងក្សត្រនិងព្រាហ្មណ៍ទាំង7នគរថាយើងក៏ជាក្សត្រនិងព្រាហ្មណ៍យើងគួរបានជាចំណែកនៃព្រះពុទ្ធសរីរធាតុដែររីឯពួកម៉ាលក្សត្រអ្នកក្រុងកុសិនារាបានពោលនឹងពួកគណៈទូតទាំងនោះថាព្រះមានព្រះភិក្ខទ្រង់បរិនិព្វានហើយក្នុងគាមខេត្តរបស់យើងនឹងមិនឲ្យនៅចំណែកព្រះសរីរធាតុនៃព្រះដ៏មានព្រះភិក្ខឡើយប៉ុន្តែពេលក្រោយមកលុះដោយឱវាទរបស់មហាបណ្ឌិតព្រាហ្មណ៍ម្នាក់ឈ្មោះតូនអ្នកការទាស់ទែងគ្នាក៏ត្រូវរសាយបាត់ទៅវិញតូនអ្នកព្រាហ្មណ៍បានពោលទៅកាន់គណៈទូតទាំងនោះថាលោកទាំងឡាយដ៏ចម្រើនសូមស្ដាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិនព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គជាខន្តិវិទអ្នកពោលសរសើរនៅគុណគឺខន្តីដ៏ពិតការប្រហារគ្នាច្បាំងគ្នាព្រោះតែចំណែកនៃព្រះសរីរធាតុឧត្តមបុគ្គលនេះមិនប្រពៃឡើយបបិទ្ធលោកទាំងឡាយដ៏ចម្រើនយើងទាំងអស់គ្នាគួរតែស្រស់ស្រួលគ្នាព្រមព្រៀងគ្នារីករាយរកគ្នាចែកព្រះសរីរកធាតុជា8ចំណែកដើម្បីតម្កល់ទុកក្នុងព្រះសថោបទាំងឡាយរួចផ្សាយទៅកាន់គ្រប់ទិសចោះគង់ជនដ៏ច្រើននិងជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធមានចក្ខុមិនខានឡើយពួកម៉ាលក្សត្រអ្នកស្រុកកុសិនារាព្រមទាំងក្សត្រនិងព្រាហ្មណ៍នៃនគរទាំង7ដល់នៅសេចក្តីព្រមព្រៀងគ្នារវាងគ្នានឹងគ្នាហើយព្រះពុទ្ធសរីរធាតុក៏ត្រូវបានចែកជា8ចំណែកស្មើគ្នាក្នុងពេលនោះឯងចំពោះតូនព្រាហ្មណ៍ដែលជាមេចំណែកក្នុងការដែលចែកនៅព្រះសរីរធាតុនោះបានត្រឹមតែតំពាក់ជាឈ្មោះនៃរង្វាន់របស់ឥណ្ឌាក្នុងសម័យនោះមួយយកទៅតម្កល់ទុកក្នុងព្រះសថោបដើម្បីធ្វើសក្ការៈបូជារីឯពួកក្សត្រមោរិយៈអ្នកក្រុងពេផលេវ័នបញ្ជូនរាជទូតមកកាន់សំណាក់ម៉ាលក្សត្រអ្នកក្រុងកុសិនារាដើម្បីសុំព្រះពុទ្ធសរីរធាតុក្រោយគេក៏បានត្រឹមតែព្រះអង្គាគឺធ្យូងអំពីកន្លែងដែលថ្វាយព្រះភ្លើងនេះយកទៅព្រះរាជាណាចក្រនីមួយបានធ្វើព្រះសថោបសក្យមនីចេតិយដើម្បីតម្កល់ព្រះពុទ្ធសរីរធាតុទុកជាទីសក្ការៈបូជាព្រះបាទអាជាសត្រុព្រះចៅមេកធៈនគរសាងព្រះសថោបមួយក្នុងក្រុងរាជក្រឹសពួកក្សត្រលេជវីអ្នកក្រុងវេសាលីវេជីនគរសាងព្រះសថោបមួយក្នុងក្រុងវេសាលីពួកក្សត្រសក្យៈអ្នកក្រុងកបិលភ័ព្វសក្យនគរសាងព្រះសថោបមួយក្នុងក្រុងកបិលភ័ព្វពួកក្សត្រថូលិអ្នកក្រុងអលកបៈថូលិនគរសាងព្រះសថោបមួយក្នុងក្រុងអលកបៈពួកក្សត្រកោលយៈអ្នកក្រុងរាមគ្រីមកោលយៈនគរសាងព្រះសថោបមួយក្នុងក្រុងរាមគ្រីមពួកព្រាហ្មណ៍អ្នកស្រុកវេថទីបៈសាងព្រះសថោបមួយក្នុងដែនវេទទីបៈពួកម៉ាលក្សត្រអ្នកក្រុងបាវាមលនគរសាងព្រះសថោប2កន្លែងក្នុងក្រុងបាវាមួយនិងក្នុងក្រុងកុសិនារាមួយដូច្នេះព្រះសថោបសម្រាប់តម្កល់ព្រះសរីរធាតុទាំងអស់មាន8រួមទាំងព្រះសថោបតម្កល់នៅតំពាក់និងព្រះសថោបតម្កល់ព្រះអង្គានោះផងបន្ទាប់អំពីរាជទូតនៃព្រះរាជាណាចក្រនីមួយវិលត្រឡប់ទៅកាន់នគររៀងខ្លួនវិញភិក្ខុនិងភិក្ខុនីទាំងអស់ក៏វិលត្រឡប់ទៅធ្វើវត្តប្រណិប័តនិងបង្ហាត់បង្រៀនធម៌តាមវត្តរៀងខ្លួនវិញដែរព្រះមហាកស្សបៈព្រះអនុរុទ្ធនិងព្រះអនន្តក៏បាននាំគ្នាយកបាតរបស់ព្រះដ៏មានព្រះភិក្ខត្រឡប់ទៅកាន់វត្តវេលវ័នវិញដែរប្រហែលជាមួយខែក្រោយមកព្រះមហាកស្សបៈបានបើកឲ្យមានកិច្ចប្រជុំពិភាក្សាមួយនៅក្នុងក្រុងរាជក្រឹសក្នុងគោលបំណងរៀបចំផ្ទៀងផ្ទាត់ធម៌វិន័យឲ្យត្រូវគ្នាជាបែបនិងចង់ជំរះសម្អាតនៅពុទ្ធភាសិតទាំងអស់ដែលព្រះសាស្តាទ្រង់បានសម្ដែងរួចមកហើយនោះឲ្យបានស្អាតភ្លឺស្វាងឡើងកត្តាដែលនាំឲ្យព្រះមហាកស្សបៈហៅពួកភិក្ខុទាំងអស់មកប្រជុំគ្នាជាបន្ទាន់នេះពីព្រោះព្រះអង្គបានចាប់អារម្មណ៍ទៅលើពាក្យសម្ដីអាក្រក់របស់ភិក្ខុបួសចាស់មួយរូបឈ្មោះសុភ័ណ្ឌក្នុងសំណាក់របស់ព្រះអង្គផ្ទាល់ហេតុដូច្នេះហើយ
បានជាមហាសន្និបាតសង្ឃលើកទី1ឬបឋមសង្ឃាយនាបន្ទាប់អំពីពេលដែលព្រះពុទ្ធទ្រង់បរិនិព្វានទៅបានកើតឡើងព្រះមហាកស្សបៈត្រូវបានចាត់ទុកជាអគ្គសាវកទី4របស់ព្រះសម្ពុទ្ធបន្ទាប់ពីអគ្គសាវកស្ដាំទី1គឺព្រះសារីបុត្រអគ្គវៈឆ្វេងទី2គឺព្រះមោគលាននិងអគ្គសាវកទី3គឺព្រះវិបលកោដញ្ញៈព្រះមហាកស្សបៈល្បីថាភិក្ខុដែលចេះដាក់ខ្លួនរស់នៅយ៉ាងសុខស្រួលក្នុងជីវិតដ៏អត្តឃាតបំផុតព្រះថេរៈបានទទួលការប្រោសប្រាស់និងស្រឡាញ់រាប់អានដ៏ស្មោះអំពីព្រះដ៏មានព្រះភិក្ខក្នុងរវាង20ឆ្នាំមុនអ្នកណាក៏ដឹងដែរថាព្រះមហាកស្សបៈចេះដេរសង្ឃាដីអំពីបំណះកំណាត់សម្ពុទ្ធដោយដេរបដុំគ្នាជាច្រើនរយបំណះនៅពេលមួយនោះព្រះមហាកស្សបៈបានបោកសង្ឃាដីនេះជាច្រើនជាន់ហើយយាងព្រះដ៏មានព្រះភិក្ខគង់ពីលើព្រះដ៏មានព្រះភិក្ខទ្រង់សរសើរថាសង្ឃាដីនេះគង់នៅស្រួលណាស់ព្រះមហាកស្សបៈក៏ថ្វាយសង្ឃាដីធ្វើអំពីបំណះកំណាត់សម្ពុទ្ធនេះដល់ព្រះដ៏មានព្រះភិក្ខតែម្ដងទៅព្រះដ៏មានព្រះភិក្ខទ្រង់ទទួលយកសង្ឃាដីនេះដោយទឹកប្រតិញញឹមរួចហើយក៏ទ្រង់ប្រទានសង្ឃាដីរបស់ព្រះអង្គឲ្យទៅមហាកស្សបៈថេរជំនួសវិញហើយអ្នកណាក៏ដឹងដែរថាព្រះមហាកស្សបៈជាភិក្ខុមួយអង្គដែលញញឹមប្រព្រាយនៅពេលដែលព្រះដ៏មានព្រះភិក្ខទ្រង់លើកផ្កាឈូកមួយទងបង្ហាញជាឧទាហរណ៍ក្នុងទីប្រជុំមួយក្នុងវត្តចេតពុនដោយគ្មានបញ្ចេញព្រះវិចារអ្វីមួយម៉ាត់សោះនោះព្រះបាទអាជាសត្រុទ្រង់ជាអ្នកឧបត្ថម្ភយ៉ាងសកម្មក្នុងសក្កិយនាលើកទី1នេះភិក្ខុដែលពូកែនិងមានចំណេះវិជ្ជាខ្ពង់ខ្ពស់ត្រូវបាននិមន្តឲ្យចូលរួមប្រជុំការប្រជុំត្រូវបានប្រព្រឹត្តឡើងចាប់តាំងអំពីពេលចូលវស្សានិងត្រូវបញ្ចប់ក្នុងរយៈពេល6ខែក្រោយមកព្រះថេរៈនិងភិក្ខុសង្ឃចំនួន500រូបបានពិភាក្សាគ្នាដើម្បីសម្របសម្រួលពាក្យពេចន៍និងសិក្ខាបទដែលត្រូវសូត្រប្រាប់គ្នាទៅវិញទៅមកនិងរឿងអ្វីៗដែលម្នាក់បានចាំបានស្ដាប់បានឮនិងបានមើលឃើញដោយសារឧបលិទ្ធេជាភិក្ខុពូកែចងចាំខាងសិក្ខាបទព្រះថេរៈលើកឡើងសូត្រនៅសិក្ខាបទទាំងអស់ប្រាប់អង្គប្រជុំដោយបញ្ជាក់នៅលក្ខខណ្ឌនិងស្ថានភាពទាំងឡាយដែលបណ្ដាលឲ្យកើតជាសិក្ខាបទនីមួយៗនោះឡើងព្រះអានន្ទដែលជាភិក្ខុពូកែចងចាំនៅប្រធមទេសនាត្រូវបានលើកឡើងថ្លែងបញ្ជាក់យ៉ាងល្អិតល្អន់បំផុតអំពីពេលវេលាទីកន្លែងនិងស្ថានភាពដែលកើតមានឡើងក្នុងប្រធមទេសនានីមួយៗធម្មតាព្រះឧបលិទ្ធេនិងព្រះអានន្ទមិនអាចគិតថានៅចងចាំព្រះធម៌និងព្រះវិន័យបានពិស្ដារទេដូច្នេះវត្តមាននៃភិក្ខុទាំង500រូបមានសារៈសំខាន់ណាស់សង្ឃេយនាផ្ទៀងទាត់ព្រះវិន័យពេលនោះបានចែកជាការបង្រៀនព្រានប្រដៅព្រះសម្ពុទ្ធជាម្ចាស់ជា3ប្រភេទគឺ1ព្រះសូត្រគឺជារឿងដំណើរដែលព្រះពុទ្ធបានសម្ដែងធម៌ទេសនានៅតាមកន្លែងនានាហើយព្រះថេរៈទាំងឡាយមានព្រះអានន្ទជាដើមបានធ្វើរបាយការណ៍2ព្រះវិន័យគឺជាច្បាប់ដែលព្រះពុទ្ធទ្រង់បញ្ញត្តិជាខហាមនិងជាខឲ្យធ្វើសម្រាប់បព្វជិតនិងក្រហមអនុវត្តតាម3ព្រះអភិធម្មគឺជាធម៌ដែលមានអត្ថដ៏ជ្រាលជ្រៅដែលនិយាយអំពីចិត្តចេតសិករូបនិងនិព្វានគម្ពីរទាំង3ប្រភេទនេះហៅថាព្រះត្រៃបិដកប្រែថាកញ្ជើ3ព្រះអានន្ទបានបញ្ជាក់ប្រាប់អង្គប្រជុំថាព្រះពុទ្ធទ្រង់បានផ្ដាំផ្ញើនឹងលោកថាបន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វានទៅភិក្ខុទាំងឡាយអាចដកសិក្ខាបទតូចនិងតូចតាមលំដាប់បានប៉ុន្តែដល់ពេលភិក្ខុទាំងឡាយសួរថាតើព្រះមានព្រះភិក្ខបានបញ្ជាក់ច្បាស់លាស់នៅក្នុងសិក្ខាបទណាមួយទេព្រះអានន្ទឆ្លើយត្រង់ថាលោកឥតបាននឹកគិតសួរសំណួរបែបហ្នឹងចំពោះព្រះដែលមានព្រះភិក្ខវិញទេសង្ឃេយនាលើកទី1នេះក្នុងគោលបំណងរក្សាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធកុំឲ្យបាត់បង់ភិក្ខុសង្ឃក៏នាំគ្នាទន្ទិញចាំមាត់និងរក្សានៅពុទ្ធានុញ្ញាតថាឲ្យរៀនជាពាក្យព្រានប្រដៅពុទ្ធវចនៈតាមភាសាជាតិរៀងខ្លួនសង្ឃេយនាលើកទី1នេះពុំទាន់បានសរសេរជាលាយលក្ខណ៍អក្សរនៅឡើយទេលុះត្រាតែដល់សង្ឃេយនាលើកទី3បន្ទាប់អំពីព្រះពុទ្ធទ្រង់បរិនិព្វានទៅបានជាង200ឆ្នាំទើបចាប់ផ្ដើមសរសេរសង្ឃេយនាលើកទី2ទុតិយសង្ឃេយនា
បានធ្វើឡើងបន្ទាប់អំពីព្រះពុទ្ធទ្រង់បរិនិព្វានទៅបាន300ឆ្នាំនៅពេលថេរៈមួយអង្គឈ្មោះយសកាកណ្ដបុត្របានញោមញីនៅពាក្យរបស់វេជីបុត្រភិក្ខុទាំងឡាយទុតិយសង្គាយនីនេះមានគោលបំណងផ្ទៀងផ្ទាត់នៅពុទ្ធវចនៈក្នុងព្រះត្រៃបិដកឲ្យបានត្រឹមត្រូវដោយការធ្វើបឋមសង្គាយនីនោះវិញសង្គាយនីលើកទី3តតិយសង្គាយនីបានធ្វើឡើងបន្ទាប់អំពីព្រះពុទ្ធទ្រង់បរិនិព្វានទៅបាន218ឆ្នាំនៅពេលថេរៈមួយអង្គឈ្មោះមោគលិពទេសៈបានទម្លាយនៅវាទៈគឺពាក្យពោលនៃដេរថីដតីតតិយសង្គាយនីនេះមានគោលបំណងជំរះសម្អាតនៅព្រះត្រៃបិដកឲ្យបានត្រឹមត្រូវដោយការធ្វើបឋមសង្គាយនីនោះដែរលោកកន្លងបន្តិចអំពីសង្គាយនីលើកទី3នេះមានភិក្ខុមួយអង្គនាមមហាមហិន្ទុបានទៅប្រដេស្ថានព្រះពុទ្ធសាសនានៅក្នុងតាមពៈពេណទ្វីបគឺនៅកោះលង្កាឬស្រីលង្កាព្រះពុទ្ធសាសនាកន្លងបាន500ឆ្នាំបន្ទាប់អំពីព្រះពុទ្ធទ្រង់បរិនិព្វានទៅមានគម្ពីរមួយឈ្មោះមលន្តបញ្ហាសរសេរឡើងជាភាសាបាលីដោយព្រះកន្ធររចនាចារ្យដែលមាននាមបញ្ញថាបេដកជលាកិយថេរៈនៅក្នុងមជ្ឈមប្រទេសក្នុងប្រទេសឥណ្ឌាសពថ្ងៃលោកបានតាក់តែងគម្ពីរនេះឡើងក្នុងគោលបំណងដើម្បីនឹងកម្ចាត់បងនៅសេចក្តីសង្ស័យនៃជនទាំងឡាយក្នុងធម៌និងវិន័យព្រះពុទ្ធសាសនានិងដើម្បីប្រដេស្ថានព្រះពុទ្ធសាសនាឲ្យតាំងនៅមាំក្នុងលោកយើងនេះរហូតអស់កាល5000ព្រះវស្សាអំពីព្រះពុទ្ធសាសនាព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលមានព្រះធម៌និងវិន័យរបស់ព្រះសក្យមុនីជាគ្រឹះព្រះពុទ្ធទ្រង់ខំប្រឹងផ្សព្វផ្សាយនៅព្រះធម៌វិន័យនេះក្នុងរយៈកាលចំនួន45ឆ្នាំរហូតដល់ព្រះអង្គរំលត់ខន្ធបរិនិព្វានពាក្យពេចន៍ទាំងឡាយក្នុងព្រះធម៌នៃទេសនារបស់ព្រះអង្គមានអត្ថន័យប្រកបដោយខ្លឹមសារជាទីបំផុតនិងមាគ៌ាសម្រាប់រំដោះទុក្ខមនុស្សសត្វព្រះធម៌ទាំង84000ព្រះធម្មខណ្ឌបានដល់ព្រះវិន័យ5គម្ពីរមាន21000ធម្មខណ្ឌព្រះសូត្រ5គម្ពីរមាន21000ព្រះធម្មខណ្ឌព្រះអភិធម្ម7គម្ពីរមាន42000ព្រះធម្មខណ្ឌនិងគណៈនិកាយជាច្រើនដែលបានកើតឡើងសុទ្ធតែមានការតាក់ទងនឹងព្រះធម៌និងវិន័យរបស់ព្រះសក្យមុនីទាំងអស់ព្រះពុទ្ធោវាទជាសច្ចធម៌មានន័យច្បាស់លាស់និងធ្វើឲ្យសពសត្វលោកទូទៅអាចយល់បានតាមនិស្ស័យរបស់ខ្លួនរៀងៗខ្លួនទោះបីដល់សពថ្ងៃព្រះអង្គត្រូវរំលត់ខន្ធបរិនិព្វានក្នុងព្រះជន្ម80ឆ្នាំហើយក៏ដោយក៏ព្រះសាស្តាទ្រង់នៅតែបន្តការផ្ដល់នៅឱវាទនិងសម្ដែងនៅធម្មទេសនាដើម្បីជាប្រយោជន៍ដល់សត្វលោកឥតមានឈប់សម្រាកមួយពេលណាឡើយសាធុវោអស់លោកអ្នកសាទសពបរោះទាំងឡាយដែលបានស្ដាប់ជាសម្លេងដែលខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុធម្មវិជ្ជតោបកតុងជាលោកគ្រូចៅអធិការវត្តថ្មអណ្ដែតដែលស្ថិតនៅភូមិជាបកភ្លោះឃុំភ្នំបានស្រុកពេញលឺខេត្តកណ្ដាលដោយអំណាចនៃធម្មទាននេះខ្ញុំសូមប្រាថ្នាសច្ចាថានឹងបានរួចចាកទុក្ខជួបព្រះពុទ្ធព្រះធម៌ព្រះសង្ឃកុំបីឃ្លៀងឃ្លាតក្នុងជាតិណាមួយឡើយដោយអំណាចនៃធម្មទាននេះខ្ញុំព្រះករុណាអាត្មាភាពសូមប្រគេនបុណ្យកុសលដល់ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងអស់លោកអ្នកសាទសពបរោះទាំងឡាយប្រុសស្រីជាអ្នកស្ដាប់ទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យបានជាចំណែកនៃអានិសង្សរួចចាក់ទុកគ្រប់គ្នាកុំបីអាខានសតិយាជាអ្នកគាថាសទ្ធមត្តទសទ្ធមត្តទសទ្ធមត្តទអ៊ីទាំងផលាំងអេតាស្មੰរតនតយស្មੰសាពសាចេនចេតសោសូមផលនៃចិត្តដែលខ្ញុំព្រះករុណាបានធ្វើធម្មទាននេះផលនេះចូលជាផលសម្រេចចូលជាផលសម្រេចចូលជាផលសម្រេចសូមអនុមោទនា